តើច្បាប់ UN clause មានប្រសិទ្ធភាពកម្រិតណាច្បាប់គ្មានប្រសិទ្ធភាពទេបើអ្នកប្រើច្បាប់គ្មានឯកសារគ្រប់គ្រាន់សម្រាប់អះអាងមូលហេតុទំនាស់របស់ខ្លួនកម្ពុជាប្រើច្បាប់សមុទ្រ UN clause កម្ពុជាត្រូវបង្ហាញផែនទីសមុទ្រឲ្យខ្មែរនិងបរទេសដឹងកម្ពុជាត្រូវបង្ហាញការកំណត់ដែនសមុទ្ររបស់កម្ពុជាឲ្យខ្មែរនិងបរទេសដឹងកម្ពុជាត្រូវត្រៀមឯកសារសមុទ្រហើយនឹងធនធានច្បាប់របស់កម្ពុជាត្រូវមានថវិការាប់រយលានដាក់សម្រាប់ការពារដែនទឹកកម្ពុជាហើយកម្ពុជាត្រូវប្រាប់ប្រជាពលរដ្ឋខ្លួនឯងឲ្យដឹងពីការទាមទាររបស់កម្ពុជាលើអ្វីដែលកម្ពុជាយល់ថាជាកម្មសិទ្ធិស្របច្បាប់នៃដែនសមុទ្របើសិនណាជាមិនប្រាប់ប្រជាជនឲ្យដឹងទេការលាក់លៀមនឹងធ្វើឲ្យរាជការកម្ពុជាជីករណ្ដៅកប់ខ្លួនឯងកុំសួរច្បាប់មានប្រសិទ្ធភាពនៅពេលដែលអ្នកបណ្ដឹងអត់មានឧបករណ៍ប្តឹងត្រឹមត្រូវណារីឯកោះកុដជារឿងមិនមែនរឿងដែនសមុទ្រទេជារឿងតាក់ទងនឹងប្រវត្តិសាស្ត្រកុំវង្វេងរឿងកោះកុដដូចដែល23ដុល្លារអាចឆ្កែនិយាយ23ដុល្លារអាចឆ្កែនិយាយហើយដល់ទីបំផុតទៅប្តឹងតែក្បាលផោមមិនចាញ់ផងអញ្ចឹងកុំយកចិត្តទុកដាក់នឹងរបស់រវើរវាយមិថុនាដំបូងគឺចៅត្រូវដឹងអំពីដែនសមុទ្រនៃកម្ពុជាណាដំបូងត្រូវដឹងអំពីដែនសមុទ្រនៃកម្ពុជាដំបូងត្រូវដឹងអំពីដែនសមុទ្រនៃកម្ពុជាកាលណាចៅអត់ដឹងដែនសមុទ្រកម្ពុជាណាខ្មែរត្រូវដឹងពីដែនសមុទ្ររបស់ខ្លួនត្រូវដឹងពីផែនទីណាបន្ទាត់មូលដ្ឋានសមុទ្របូរណភាពដែនសមុទ្របន្តដែនសមុទ្រសេដ្ឋកិច្ចផ្ដាច់មុខនិងខ្ពង់រាបដែនសមុទ្ររបស់ខ្មែរតាមច្បាប់ UN clause អញ្ចឹងណាខ្មែរត្រូវដឹងពីដែនសមុទ្ររបស់ខ្លួនណាមិថុនាត្រូវដឹងកុំសួរថាមានប្រសិទ្ធភាពឬមិនប្រសិទ្ធភាពត្រូវដឹងខ្មែរត្រូវដឹងពីដែនសមុទ្ររបស់ខ្លួនត្រូវដឹងពីផែនទីបន្ទាត់មូលដ្ឋានសមុទ្របុរណភាពដែនសមុទ្របន្តដែនសមុទ្រសេដ្ឋកិច្ចផ្ដាច់មុខនិងខ្ពង់រាបដែនសមុទ្ររបស់ខ្មែរតាមច្បាប់ UN clause នេះគឺជាអ្វីដែលខ្មែរត្រូវដឹងតែបើគ្រាន់តែសួរថាប្រសិទ្ធភាពអីហ្នឹងអត់ប្រយោជន៍ទេច្បាប់គឺច្បាប់តែបើអ្នកប្តឹងមិនចេះប្តឹងវាអត់បានផលមកទេហើយបើអ្នកប្តឹងហ្នឹងវាអត់មានឯកសារប្តឹងត្រឹមត្រូវក៏វាអត់បានផលមកដែរណាមិថុនាហ្នឹងចឹងណាធរហ្វិននិយាយពីចិនកាត់ខ្សែកាបក្រោមបាតសមុទ្រចិនកាត់ខ្សែកាបបាតសមុទ្រប៉ុណ្ណឹងនិយាយពីចិនកាត់ខ្សែកាបបាតសមុទ្រចិនកាត់ខ្សែ
កាបបាតសមុទ្ររឿងតែប៉ុណ្ណឹងចៅណាចៅចង់ឲ្យនិយាយអំពីចិនកាត់ខ្សែកាបបាតសមុទ្រតាឆ្លើយខ្លីចិនបានត្រូវគេសង្ស័យថាកាត់ខ្សែកាបបាតសមុទ្រតែប៉ុណ្ណឹងហើយចៅឯងដឹងថាខ្សែកាបបាតសមុទ្រនឹងស្អីទេដើម្បីឲ្យចៅយល់ដឹងអំពីខ្សែកាបបាតសមុទ្រចៅត្រូវរៀនបន្ថែមអំពីខ្សែកាបទូរគមនាគមន៍ជាsea cable for telecom ណាចៅណារ៉េនព្រំយូរល្មមហើយលោកតាអាចកំបាំងសង្គ្រាមអ៊ៃរ៉ាន់កាលថ្ងៃ21មេសាបានទេតែដល់ពេលខ្ញុំនិយាយប្រាប់ហើយតែដូចខ្ញុំនិយាយពីខាងដើមនៃភាគនេះអញ្ចឹងវាកំពុងតែលេងឈុតឆាកកំ pl ែងដាក់គ្នាដែលឈុតឆាកនោះក្នុងមួយថ្ងៃជួនកាលប្រែប្រួលដល់2 3 ដងនឹងអញ្ចឹងលាក់លៀមដោយសាររសើបដល់កោះត្រល់មែនទេលោកតាមិនទេមិនមែនរឿងហ្នឹងទេណានេះម្ដេចបានសៀមចង់បានទឹកដីខ្មែរព្រោះខ្មែរត្រូវរើជាមួយយួនរឿងព្រំដែនទឹកដីសៀមចង់បានដូចយួនចង់បានពីខ្មែរដែរយួនឲ្យតម្រុយទៅសៀមថាវាមិនចំទាស់នឹងសៀមទេខ្មែរពីឆ្នាំ1974មកព្រមជាមួយយួនរួចហើយទើបសៀមគៀបសង្កត់មកលើខ្មែរព្រោះវាចង់បានដូចគ្នាអញ្ចឹងណាមិថុនាវាចង់បានដូចគ្នានេះគឺជាអ្វីដែលកើតឡើងនៅសមុទ្រឆ្នាំ1982យួនដឹកដៃខ្មែរបង្កើតតំបន់ទឹកប្រវត្តិសាស្ត្រនិងប្រកាសបន្តមូលដ្ឋានថ្មីសមុទ្រប្រហែល 30,000 គីឡូម៉ែត្រក្រឡាត្រូវយួនយកដែនសមុទ្រយួននិងសៀមជួបគ្នាល្បាតរួមចាប់ពីឆ្នាំ1994មកដូច្នេះអ្វីដែលវាកើតឡើងសៀមចង់បានដូចគ្នាណាមិថុនាសៀមចង់បានដូចគ្នានេះគឺជាចំណុចតើលោកពូអាចនិយាយពី Littoral Combat Ship LCS1 មហារាជលា 6 គ្រឿងរបស់ម៉ាឡេបន្តិចបានទេ Littoral Combat Ship នឹងខ្ញុំដូចជាអានោះទិញពីណាមកអញ្ចេះខ្ញុំច្រឡំនឹង Navy អាមេរិកកាំងដែលគេដាក់លក់តែមើលខ្ញុំអាកងទ័ពម៉ាឡេស៊ីនោះវាទិញពីណាមកអានោះឬក៏អា Navy ដែលខ្ញុំឃើញនៅក្នុងព័ត៌មានហ្នឹងឬក៏ជាយន្ត Navy មួយនឹង Littoral Combat Ship Program ដែលជាចំណែកមួយនៃ Lila Class Frigate ដែលជាផែនការគោលដៅនៅឆ្នាំ26ចាំបន្តិចខ្ញុំមើលអានោះវាតាក់ទងនឹងស្អីខ្ញុំឃើញកប៉ាល់ហ្នឹងណាក្មួយបាទអូខេក្មួយ Littoral Combat Ship LCS ជាកម្មវិធីផលិតដោយម៉ាឡេស៊ីសហការនឹងដៃគូអន្តរជាតិជាប្រភេទ Navy ដែលបំរុងនឹងផលិត6 គ្រឿងដំបូងតែត្រូវកាត់បន្ថយនៅត្រឹម5 គ្រឿងហើយតម្លៃផលិតបានកើនឡើងខ្ពស់ជាងការស្មានទុក
ដែលមើលទៅជាប្រភេទនាវាខ្នាតតូចទេដែលមានចំណុះ 3100 តោនបណ្ដោយ111 ម៉ែត្រហើយគ្រឿងម៉ាស៊ីនដើរដោយម៉ាស៊ូតមានល្បឿនប្រមាណ28 ណាត់បើយើងកលេចមើលនាវានេះវាតកតងនឹងដៃគូដែលផលិតជាមួយគ្នាក្នុងប្រព័ន្ធសាកល្បងនៃឧស្សាហកម្មនាវាចម្បាំងនាវានេះប្រើប្រព័ន្ធប្រយុទ្ធតាមរយៈ combat system របស់បារាំងរីឯ radar ទិញពីប្រទេស Netherlands និងមួយចំណែកនៃ radar ទិញពីបារាំងកំជ្រួចប្រើប្រាស់ទិញពី Norway និងបារាំងរីឯម៉ាស៊ីនរបស់នាវាទិញពីប្រទេស Germany អាល្លឺម៉ង់ថ្មីត្បិតតែវាជានាវាដែលផលិតដោយម៉ាឡេស៊ីមែនតែសារធាតុរបស់វាជានាវាបារាំងទេគ្រាន់តែវាជាផែនការដែលដាក់ទង់ថាជាផែនការម៉ាឡេស៊ីនាវានេះប្រភេទស្រាលទេធន់តូចទេហើយ6 គ្រឿងហ្នឹងកាត់បន្ថយនៅតែ5 គ្រឿងដែលបច្ចុប្បន្ននេះនាវា2 គ្រឿងនាវា1 គ្រឿងផលិតហើយឈ្មោះ KD Maharaj Lila កំពុងតែសាកល្បងនៅឯសមុទ្រការសាកល្បងនៅឯសមុទ្រចាប់ផ្ដើមដាក់ឲ្យបើកបរលើទឹកនៅក្នុងរវាងខែមករាឆ្នាំ2026ក្បែរប៉ាងកោះប៉ាងកោដែលនឹងបន្តមកដល់ខែមេសាចុងខែមេសាចាប់ផ្ដើមធ្វើលំហាត់សមុទ្រដើម្បីឲ្យដឹងអំពីកម្លាំងនៃគ្រឿងចក្រនិងល្បឿនរបស់នាវាហើយគេរំពឹងគិតថាបើធ្វើលំហាត់សមុទ្រចប់នៅក្នុងដាច់ឆ្នាំ26គេនឹងប្រគល់នាវានេះឲ្យទៅកងទ័ពជើងទឹករបស់ម៉ាឡេរីឯ4 គ្រឿងទៀតមួយគ្រឿងទៀតលេខ2502តួនាវាសង់ហើយឈ្មោះរាជមុតាណាឡាកំពុងតែបំពាក់គ្រឿងក្រៅដែលត្រូវសាកល្បងលំហាត់សមុទ្រនៅខែមេសាឆ្នាំ27ហើយនាវាទី3លេខ2503 Sharif Mashhor គេថាវាដាក់ឲ្យប្រើតែมันត្រូវបានពន្យាពេលរហូតទៅដល់ដាច់ឆ្នាំ27ទើបបានលំហាត់សមុទ្ររីឯនាវាដែលនៅក្នុងគម្រោងកំពុងតែចាត់ឆ្អឹងតួនាវាគឺនាវា2504 2504គឺម៉ាត់សាឡេសហើយនឹង2505គឺតាក់ណាចាងកាត់ដែលកំពុងចាត់តួរំពឹងថានឹងធ្វើឲ្យហើយដើម្បីនឹងដាក់លំហាត់សមុទ្រនៅឆ្នាំ28 29ផែនការនេះថ្មីត្បិតតែជ្រងទង់ម៉ាឡេប៉ុន្តែมันសូវមានអីធំដុំទេហើយជានាវាប្រភេទស្រាលទេណាមិនមែនប្រភេទធ្ងន់ទេកំភ្លើងសំខាន់របស់នាវាគឺ57 មីលីម៉ែត្រBafor MK3 មានតែមួយដើមទេរីឯកំជ្រួចប្រើប្រាស់គឺប្រើបោះបារាំងនិងប្រើបោះបារាំងនិងខ្ញុំប្រើបោះបារាំងនិងកំជ្រួចប្រើបោះបារាំងហើយនឹងប្រើបោះបារាំងហើយនឹងបោះ Norway ណាมันជាធំដុំទេនាវានេះมันធំដុំទេណាក្មួយនាវានេះមិនមែនជានាវាធំដុំទេគ្រាន់តែជានាវាថ្មីដែលឧស្សាហកម្មនាវារបស់ម៉ាឡេស៊ីបង្កើតតែប៉ុណ្ណឹងក្រៅពីកំភ្លើងធុន57 មីលីម៉ែត្រ MK3
គឺប្រើកំភ្លើង MSI 30 mm ចំនួន2គ្រឿងហើយនឹងបំពង់តបពីដូដើម្បីបាញ់នាវាមុជទឹកដោយប្រើប្រភេទ JS Torpedo Launcher ដែលបច្ចេកវិទ្យាធម្មតាមិនខ្លាំងទេ Littoral Combat Ship នេះប្រភេទ 3100 pound displacement ដែលគេហៅវាថា frigate ជានាវាធំតែមិនធំណាស់ទេ 3100 ចំណែកបណ្ដោយវា111 ម៉ែត្រហើយគោលដៅរបស់វាគឺប្រើប្រាស់ក្នុងការល្បាតដែនសមុទ្រនិងប្រឆាំងនាវាមុជទឹកតែប៉ុណ្ណឹងនេះគឺជាអ្វីដែលតកតងនឹងនាវាហ្នឹងណាអ្វីដែលតកតងនឹងនាវាហ្នឹងបើនិយាយពីសារធាតុនៃនាវាហ្នឹងវាជា French design ក៏ប៉ុន្តែត្រូវជ្រងទង់ម៉ាឡេដូច្នេះហើយក៏គេដាក់ថាជា Malaysian built version រីឯ design and engineering របស់នាវាហ្នឹងគឺបោះបារាំងណាបោះបារាំងទេណាក្មួយបាទបោះបារាំងទេដែល design និង engineering នៃនាវាហ្នឹងគឺរៀបចំឡើងដោយក្រុមហ៊ុនបារាំងណាត្រូវបានម៉ាឡេកុងត្រាជាមួយរីឯការផលិតក្លុបនាវាគឺផលិតនៅនឹងប្រទេសម៉ាឡេហើយការបញ្ចុះម៉ាស៊ីននាវាក៏បញ្ចុះនៅម៉ាឡេរីឯការបំពាក់សព្វាវុធគឺបំពាក់នៅម៉ាឡេដោយពលករម៉ាឡេនិងវិស្វករម៉ាឡេនៅលូមុតគោលដៅគឺជាការសាកល្បងរបស់សហព័ន្ធម៉ាឡេក្នុងការផលិតនាវាចម្បាំងដោយខ្លួនឯងដែលសហព័ន្ធម៉ាឡេស៊ីប្រមូលចូលរួមពីបណ្ដាក្រុមហ៊ុននៅក្នុងស្រុកចំនួនដល់ទៅ400ក្រុមហ៊ុនរីឯប្រព័ន្ធសព្វាវុធរបស់នាវាគឺបោះបរទេសទេបោះន័រវេបោះបារាំងបោះបរទេសទេណាបាទរីឯខួរក្បាលរបស់វាក៏បោះបរទេសគឺបោះអាល្លឺម៉ង់អញ្ចឹងបើគេពិនិត្យមើលនាវានេះណា LCS program នេះគឺជ្រងទង់ជាម៉ាឡេតែខួរក្បាលរបស់វាហើយនឹងធ្មេញរបស់វាណាសព្វាវុធរបស់វាគឺជារបស់បរទេសទេចាប់ប៉ុណ្្នឹងឯងណា6គ្រឿងនេះអ្វីត្បិតតែនិយាយថា6គ្រឿងធ្វើតែ5គ្រឿងទេហើយរហូតដល់ឆ្នាំ30ឬក៏ចូលទៅដល់ឆ្នាំ33បើសិនជាថវិកានៅបន្តនាវា5គ្រឿងអាចនឹងបានទៅដល់ដៃរបស់កងទ័ពជើងទឹកម៉ាឡេហើយនៅពេលដែលនាវានោះបានទៅដល់កងទ័ពជើងទឹកម៉ាឡេឆ្នាំ30ឬឆ្នាំ33នាវានេះនឹងคล้ายទៅជានាវាអន់ពីព្រោះបច្ចេកវិទ្យារបស់នាវាហ្នឹងដែលមិនទាន់បានដាក់ប្រើហ្នឹងបច្ចេកវិទ្យារបស់នាវាហ្នឹងវាជាបច្ចេកវិទ្យាអន់ពោលគឺនាវានេះនៅពេលដាក់ប្រើប្រាស់មិនអាចនឹងប្រឈមនាវាចិនបានទេណាម៉ាឡេអ្វីត្បិតតែវាថ្មីប៉ុន្តែ the technology the capacity the weaponry and the fighting doctrine of the Malaysian Navy is falling behind បញ្ហារបស់សហព័ន្ធម៉ាឡេគឺកងទ័ពម៉ាឡេធ្លាក់សមត្ថភាពនៃកងទ័ពម៉ាឡេស៊ីបើនិយាយទៅទាំងកងទ័ពជើងគោកទាំងជើងទឹកទាំងជើងអាកាសម៉ាឡេធ្លាក់សមត្ថភាពម៉ាឡេត្រូវតែខំប្រឹងវឹកហាត់ឲ្យខ្លាំងពីព្រោះម៉ាឡេ relax ពេលអង់គ្លេសថា relax ណាម៉ាឡេស្រងាក់ដៃស្រងាក់ជើងយកចិត្តទុកដាក់ខ្សែទឹកកិច្ចប៉ុន្តែល្វើយខាងការការពារអ្វីត្បិតតែកម្មវិធីនេះជាកម្មវិធីជាតិតែនៅពេលដែលនាវានឹងដាក់ឲ្យប្រើប្រាស់នាវានឹងឈានទៅដល់កម្រិតកាលហួសសម័យបាទហ្នឹងអញ្ចឹងក្មួយឆ្ងល់ថាម៉េចក៏ខ្ញុំឆ្លើយដូចនេះនៅពេលដែលខ្ញុំផ្ដល់ចម្លើយឲ្យក្មួយ
ខ្ញុំប្រើវិធីដែលខ្ញុំបានរៀបរាប់របៀបដែល James សពឆ្លើយគឺពឹងទៅលើណាគឺពឹងទៅលើនេះគឺជាការឆ្លើយតាមចំណេះដឹងនិងពិសោធន៍តែមិញនឹងអត់មានចំណេះដឹងអត់មានពិសោធន៍ទេចំណេះដឹងតែអត់ពិសោធន៍ឆ្លើយតាមក្បួនទ្រឹស្ដីវិធីនិងជាបែបឆ្លើយតាមកម្រងអ្នកប្រាជ្ញនេះគឺមិញហ្នឹងគឺតកតងនឹង AI 2ណាហើយនឹងប្រវត្តិសាស្ត្រនៃកងនាវាឆ្លើយតាមព័ត៌មានអញ្ចឹងអ្វីដែលពូឆ្លើយមួយទៅតាមនឹងនេះហើយគេហៅថាការឆ្លើយដោយគិតពិចារណាសមត្ថភាពពូមិនមែនចេះទេណាពូអត់អាចដឹងបានទេតែពូអាចវិភាគបាននឹងចង់ឲ្យអ្នកស្ដាប់នឹងយល់របៀបឆ្លើយអូខេចប់រឿងមួយ